ចាប់ផ្ដើមខ្សែរឿងអេពីសូតទី5របស់យើងតែបសតតូចដេញក៏បានកថាព្រះនៃសង្គ្រាមពិតជាសង្ហាមែនរីបៃឡានយិនក៏ស្រែកទៅកាន់ឡានឈើចេញពីទីនេះទៅបៃនៅកណ្ដាលពេលនៅជាយិនគេក៏មកដល់បៃក៏សួរថាកាន់គេតើគេនឹងមានជីវិតទេមែនទេគេក៏សួរថាណាថាខ្ញុំងាប់នោះដែលបន្តមកជាយិនគេប្រាប់ទៅកាន់ម្ចាស់សៃថានៅពេលនេះឡានឈើគេមិនមករករឿងពួកយើងទេគេមកជួយម្ចាស់សៃដើម្បីស្វែងរកបំណែកព្រលឹងទាំង3ដែលបានបាត់ឡានឈើគេក៏បានតបថាដើម្បីជាធ្នូគេមានបញ្ហាមួយចង់ពិភាក្សាជាមួយនាងដែលបន្តពេលយើងតែបសតតូចក៏ពិតជា happy មែនតើបន្តមកនាងក៏ប្រាប់ទៅកាន់អង្គរៈរកគ្នាចេញទៅក្រៅទៅលឺឆាន់គួយមុននឹងគេចាក់ចេញគេក៏ប្រាប់ទៅកាន់តែបសតតូចថាកុំលងទៅនឹងសម្រស់របស់ព្រះនៃសង្គ្រាមមិនសោះបើមិនចឹងទេអារម្មណ៍របស់គេប្រកាសជាមានការសោកសៅបន្តមកគេក៏លួចប្រើនៅធម្មពលរបស់គេដើម្បីបង្កើតជាមេអំបៅស៊ើបការទៅកាន់ពួកគេនិយាយគ្នាហើយបន្តពីពួកគេទាំងអស់គ្នាចេញទៅខាងក្រៅទៅនៅពេលនេះទាំងបៃព្រមជាមួយនឹងកញ្ញាយិននិងជាយិនចាប់ផ្ដើមលេចមើលតាមចន្លោះទ្វារដើម្បីចង់ដឹងថាតើអ្នកទាំងពីរពងតែនិយាយសន្ទនាអ្វីខ្លះទៅតែបន្តពីការមើលចល័ងហាជាយិនគេក៏បានកថាតើនៅពេលនេះចវាយពងតែធ្វើអីទៅហេតុអ្វីបានជាចវាយបានព្រមឲ្យគេនៅចិត្តទៅឬមកនៅពេលនេះចវាយលែងត្រូវការខ្ញុំហើយមកពេលខ្ញុំបានធ្វើអ្វីមួយប៉ះពាល់អារម្មណ៍របស់គាត់ប៉ុន្តែជាបើសិនជាចវាយត្រូវបានឡានឈើផ្លាស់ប្ដូរចិត្តបើការវាយប្រហារទៅលើចវាយក៏យ៉ាងម៉េចវិញឈិនស៊ូគេក៏បានប្រាប់ថានៅពេលនោះឯងចង់ធ្វើអ្វីក៏ដោយក៏គ្មានប្រយោជន៍ឡើយឆាន់គួយគេក៏ប្រាប់ថាមិនអីទេតាមពិតឡានឈើគេចង់ប្រើប្រាស់នាគាព្រមមកផ្ដុំព្រលឹងតែប៉ុណ្ណោះដើម្បីឲ្យស្វែងរកនៅព្រលឹងរបស់ចវាយបានវាជាមិនផុតអំពីការប្រើប្រាស់នៅខ្លឹមសារនៃជីវិតឡើយឡានយិនក៏ប្រាប់ថាខ្លឹមសារនៃជីវិតវាពិតជាកម្រណាស់កម្រអាចស្ដារឡើងបានមកវិញណាស់ប៉ុន្តែចុះហេតុអ្វីបានចំណានឆាចង់លះបង់ជួយទៅកាន់ចវាយជាយិនក៏ប្រាប់ថានៅពេលដែលចវាយទទួលបាននៅព្រលឹងទាំង3មកវិញនៅពេលនោះចម្លើយទាំងអស់ត្រូវបានលាតត្រដាងហើយបៃគេក៏បាននិយាយថានៅពេលដែលឡានឈើខ្សោយនៅកម្លាំងរបស់គេនេះពេលនោះក៏មិនចាំបាច់ចវាយចាប់ការដោយផ្ទាល់ឡើយគេប្រកាសជាអាចចាប់ការឡានឈើឲ្យស្បៃតែម្ដងចាំតែមើលទៅដែលយើងក៏លេចទៅមកឡានឈើគេចាប់ផ្ដើមប្រើនៅចំហាយដើម្បីបិទបាំងនៅទីនេះនៅក្នុងការសន្ទនាកុំឲ្យអ្នកខាងក្រៅឮសម្បីតែមេរំបើរបស់ឆាន់គួយក៏លីដែរដែលបន្តមកតែភាសាតូចនាងក៏បាននិយាយថាព្រះនៃសង្គ្រាមទីបំផុតលោកក៏មករកខ្ញុំហើយដឹងទេថាពេល3ថ្ងៃនេះខ្ញុំពិតជាខ្លាចងាប់មែនតើណានឈើពេលចម្លែកមែនតើចំតើនាងហៅខ្ញុំថាម៉េចទៅមុននេះដោយតាមពិតទៅណានឈើក៏មិនដឹងថានេះគឺជាទេពសាតូចទេគេបានស្មានថាគឺជាវ៉ាន់ដោយទេពសាតូចនាងក៏និយាយថាអូត្រូវហើយខ្ញុំមិនទាន់បានប្រាប់លោកនៅឡើយទេថាកាលពីពេលនោះខ្ញុំក៏បានជួយលោកវឹកហាត់នៅគម្ពីរហាមឃាត់តើលោកនៅចាំខ្ញុំទេខ្ញុំគឺជាទេពសាតូចដែលគឺជាទេពនៃការបណ្ដុះគុជណានឈើពិតជាចម្លែកចិត្តមែនតើបន្តមកនាងក៏បានដំណើរថានៅពេលរាត្រីមួយនាងពងទាំងគួយធ្វើខុកខេងរបស់នាងយ៉ាងឆ្ងាយប៉ុន្តែនៅពេលនោះណានឈើនឹងឯងគឺជាអ្នកលេខចូលទៅក្នុងវិមានគុជរបស់នាងយើងក៏បានគិតថានៅកាលណាពេលណានឈើគេបានចូលទៅស្រាប់តែគេមិនប្រយ័ត្នក៏ជន់ជាមួយក្បួននៃការបង្កើតមិនได้ចំហាយចាប់ផ្ដើមសាយភេបើការវាយប្រហារទៅកាន់គេស្រាប់ពេលណានឈើប្រើប្រាស់លិបិនរបស់គេព្រមជាមួយចំហាយក៏ចុះកិច្ចឡើងបន្ទាប់ពីការកញ្ចក់ឡើងក៏បានប៉ះជាមួយនឹងជួងមួយនៅក្បែរនោះយើងក៏ឃើញថាទេពសាតូចពងទាំងគួយញ៉ាំនំនាងក៏បាននិយាយថានាងពិតជាមានអារម្មណ៍ថាឃ្លានមែនតែនសម្លឹងឲ្យនាងបានលក្ខណៈអាហារមួយចំនួនគេលេចទៅមើលណានឈើចំហាយនៅតែបន្តវាយប្រហារណានឈើបើកនៅរបងធម្មពលការពារបន្ទាប់ពីការប្រើប្រាស់នៅកម្លាំងរបស់គេចន្លងគេអាចប្រើប្រាស់នៅអំណាចរបស់គឺកម្ចាត់នៅផ្សាយទាំងអស់នេះរួចក៏បានប្រែនៅអ្វីៗខ្លាចជាស្ងាត់ស្ងាត់វិញទៅស្រាប់ពេលទេពសាតូចឃើញគេនៅកណ្ដាលពេលនាងក៏បានជ្រុះនៅនំហើយណានឈើគេពិតជាប្រើលបិនលឿនមែនតើមកក្បែរនាងក៏បានស្រែកថានាងបានឃើញអ្វីទេគេក៏បានប្រាប់ថាបើសិនចង់មានជីវិតរស់ចូលនាំគេចូលទៅកាន់ខាងក្នុងនៃវិមានគុជទៅនៅកណ្ដាលពេលនោះស្រាប់តែផ្កាវាក៏ចាប់ផ្ដើមបាញ់អាវុធស្ងាត់មកជាហេតុក៏បានធ្វើរបស់មុខរបស់ណានឈើមានអាការរបូតប្រេះបែកបាត់ទៅហើយបណ្ដោយទេពសាតូចឃើញនៅសម្រស់របស់គេពិតប្រាកដព្រមទាំងបានលន់មកថាព្រះនៃសង្គ្រាមមែនទេគេបានតបថានៅពេលនេះនាងដឹងអំពីតសញ្ញាណពិតរបស់គេហើយដូច្នេះគួរតែផ្ដល់ផលប្រយោជន៍មកកាន់គេជាប្រយ័ត្នបើមិនដូច្នោះទេនាងក៏ប្រាប់ថានាងដឹងហើយថាគេពិតជាចង់បាននៅកម្ពីមួយនោះប៉ុន្តែនៅជុំវិញបរិវេណនៃវិមានគុជនេះវាពោពេញទៅដោយចំហាយភ្លើងថ្មខៀវមានតែសមាជិកវិមានគុជតែប៉ុណ្ណោះទើបអាចចេញចូលបាននិងក៏ដូចជាការបង្ក្រាបទៅលើភ្លើងមួយនេះបន្តមកនាងក៏ចាក់បញ្ចូលអ្វីទៅចូលទៅកាន់រាងកាយបន្តមកនាងក៏សួរទៅថាតើគេមកទីនេះដើម្បីទទួលបានលិញយោជារបស់ខ្លួនមែនទេបើអញ្ចឹងមិនអីទេនាងក៏នាំគេទៅកាន់ទីនោះគេក៏សួរថាហេតុអ្វីបានជាដឹងថាគេមកទីនេះដើម្បីយកនៅកិច្ចសម្គាល់ខ្លួននាងក៏បានតបថាតើមានអ្វីក្រៅពីនេះគេទៅបើមិនអញ្ចឹងទេលោកក៏មិនមកទីនេះឡើយដែលបន្តពីដាបដានាងក៏ប្រាប់បដាថាគុជអមតៈក៏ត្រូវបានបង្កើតឡើងអំពីធម្មពលនៃជីវិតវាអាចធ្វើការបំបែកជាមួយនឹងព្រលឹងគុជអមតៈឬក៏ត្បូងតែបសគឺត្រូវបានតម្កល់ទុកនៅក្នុងវិមានគុជវាត្រូវបានចិញ្ចឹមដោយចំហាយធម្មពលរបស់ដើមឈើនៃកិច្ចពិសិដ្ឋដ៏អស្ចារ្យនឹងឯងឬក៏ហៅមួយទៅថាដើមឈើបរិសុទ្ធយេស៊ូដែលយើងយល់ចេញគ្មានការប្រុងប្រយ័ត្ននោះវាប្រកាសជាមានហានិភ័យដល់ជីវិតរបស់យើងនិងក៏ត្រូវបានចាត់ទុកថាជាអាសាបងជាក់ស្ដែងទៅគ្មាននរណាម្នាក់ប្រហើនមកកាន់ទីនេះឡើយមានតែលោកតែប៉ុណ្ណោះក្លាហានណាស់តើលោកពិតជាចង់វឹកហាត់នៅវិតាមិនហាមឃាត់មែនទេគេក៏បានតបថាបើទោះបីជាវាបំពេញច្បាប់ក៏ដោយប៉ុន្តែហេតុអ្វីបានជានាងនៅតែជួយគេ
នាងក៏បានតបថានោះក៏ដូចតែគេគឺជាមេតបរបស់ព្រះគឺជាវេរាវរដ៏អស្ចារ្យនៅក្នុងអាណាចក្រទាំង3ជាជាក់លើនាងចានាងគ្មាននៅចេតនាក្រក់ឡើយលើពនិធិគោសម្ព័ន្ធលាក់បាំងពួកគេក៏ចង់ប្រកាសនៅសង្គ្រាមហើយដូច្នេះបានជានាងជួយទៅកាន់គេដើម្បីឲ្យបានអនុវត្តនៅបច្ចេកទេសហាមឃាត់មួយនេះដែលបន្តមកពួកគេក៏បានធ្វើដំណើរមកកាន់ទីកន្លែងហាមឃាត់របស់វិមានគុជនៅតាមផ្លូវនាងក៏លួចទៅសារថាមកតែគេប្រជស័កសមជាលំដាប់នៃព្រះសង្គ្រាមមែនមិនត្រឹមតែមនុស្សធម្មពលខ្លាំងទេថែមទាំងមនុស្សកម្ពស់ខ្ពស់ហើយមករបស់គេពេញសង្ហាមែនតែននាងក៏បានគិតថានៅពេលនេះនាងក៏ប្រជលងជាមួយព្រះសង្គ្រាមហើយដែលបានទៅបេដាចូលមកស្រាប់តែទីនេះស្រាប់តែមេនកាប្រមូលផ្ដុំនៅចំហាយបើទៅវាហាក់ដូចជាស្របយាននៅចំហាយកាត់ចេញពីទីនេះបន្ទាប់ពីការស្របចលនាស្រាប់តែបង្កើតជាសត្វវេទមន្តមួយវាក៏ចាប់ផ្ដើមប្រណអំណាចរបស់វាក្រហមចលាងបន្តមកក៏បកការវាយប្រហារមកកាន់នាងប៉ុន្តែក៏ត្រូវបានណានឆើប្រើប្រាស់របងធម្មពលទប់ទល់វាក៏ត្រូវបានប៉ើងទៅហើយរបងធម្មពលវាក៏ត្រូវបានប្រេះបែកមិនតែប៉ុណ្ណោះវាក៏តែបន្តស្រ័យក្រហមចលាងដែលបន្តមកនាងក៏និយាយថានោះគឺជាគេក៏បន្តប្រកាន់នាងកុំឲ្យមានការបារម្ភអីបើទៅបច្ចុប្បន្នយូស៊ូគឺជាឧបសគ្គក៏ដោយដរាបណាគេនៅទីនេះទៅហើយនាងក៏មិនចាំបាច់បារម្ភទេចាំគេគឺជាអ្នកការពារដោយសារយូស៊ូវាក៏ចាប់ផ្ដើមស្រ័យចលាងបន្តមកក៏ប្រើប្រាស់នៅកម្លាំងរបស់វាចង់បល់មកពេលរួចក៏បានប្រើប្រាស់នៅល្បិចរបស់វាសម្រាប់ចូលទៅសម្ដៅទៅកាន់ពួកគេទាំងពីរក៏ស្រោបពេលជាមួយគ្នាប្រសិទ្ធរបស់យើងក៏ស្លែកឡើងនឹងឯង